របៀបគ្រប់គ្រងអារម្មណ៍នៅពេលជួបបញ្ហាបាក់ទឹកចិត្តសួស្តីអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនាថ្ងៃនេះខ្ញុំសុជាតាហើយថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលសំខាន់បំផុតសម្រាប់សុខភាពផ្លូវចិត្តគឺរបៀបគ្រប់គ្រងអារម្មណ៍នៅពេលជួបបញ្ហាបាក់ទឹកចិត្តខ្ញុំដឹងថាសម្រាប់បងប្អូនខ្លះវាមិនមែនជារឿងងាយស្រួលទេដែលត្រូវប្រឈមមុខនឹងភាពងងឹតក្នុងចិត្តម្នាក់ឯងដូច្នេះហើយទើបថ្ងៃនេះយើងមានវត្តមានលោកសារឿនដែលជាអ្នកជំនាញផ្នែកចិត្តវិទ្យានិងមកចែករំលែកជាមួយយើងសួស្តីលោកសារឿនបាទសួស្តីសុជាតានិងសួស្តីដល់អ្នកស្ដាប់ទាំងអស់គ្នាវាជាកិត្តិយសណាស់ដែលបានមកទីនេះដើម្បីជជែកអំពីបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះប៉ុន្តែជារឿយៗពួកគេតែងតែលាក់ទុកកម្លាំងចិត្តពិតមែនហើយលោកសារឿនពាក្យថាបាក់ទឹកចិត្តមើលទៅវាធ្ងន់ធ្ងរណាស់តើយើងអាចកត់សម្គាល់បានដោយរបៀបណាថាអារម្មណ៍ដែលយើងកំពុងមានគឺជាសញ្ញានៃការបាក់ទឹកចិត្តមិនមែនគ្រាន់តែជាការហត់នឿយធម្មតាសំដួលល្អណាស់សុជាតាជាទូទៅការហត់នឿយធម្មតាយើងគ្រាន់តែសម្រាកក៏ធូរស្បើយប៉ុន្តែការបាក់ទឹកចិត្តវាដូចជាមានដុំថ្មដ៏ធ្ងន់មួយសង្កត់លើទ្រូងយើងគ្រប់ពេលអ្នកឯងមានអារម្មណ៍ថាគ្មានសង្ឃឹមអស់កម្លាំងខ្លាំងទោះបីជាមិនបានធ្វើអ្វីសោះហើយអ្វីដែលធ្លាប់តែចូលចិត្តស្រាប់តែលែងមានន័យសម្រាប់អ្នកទៀតហើយស្ដាប់ទៅវាពិតជាឈឺចាប់ណាស់ចុះនៅពេលដែលយើងចាប់ដើមធ្លាក់ចូលក្នុងរណ្ដៅនៃអារម្មណ៍បែបនេះតើអ្វីជាជំហានដំបូងដែលយើងគួរធ្វើដើម្បីគ្រប់គ្រងវាជំហានដំបូងបំផុតគឺការទទួលស្គាល់កុំព្យាយាមប្រកែកឬលាក់បាំងវាពីខ្លួនឯងប្រាប់ខ្លួនឯងថាវាមិនអីទេដែលថ្ងៃនេះខ្ញុំមានអារម្មណ៍មិនល្អការទទួលស្គាល់អារម្មណ៍ខ្លួនឯងគឺជាការបើកទ្វារឲ្យពន្លឺចូលមកក្នុងចិត្តបន្តិចម្ដងចឹងចុះបើអារម្មណ៍នោះវាមកបុកទង្គីខ្លាំងពេករហូតដល់យើងចង់តែយំឬចង់នៅម្នាក់ឯងតើយើងគួរធ្វើបែបណាការយំមិនមែនជាសញ្ញានៃភាពទន់ជ្រាយទេសុជាតាវាគឺជាការបញ្ចេញជាតិពុលនៃអារម្មណ៍ចេញមកខ្លៅនៅពេលអ្នកមានអារម្មណ៍ថាលើសលប់សូមសាកល្បងប្រើបច្ចេកទេសដកដង្ហើមចូលឲ្យជ្រៅហើយដកដង្ហើមចេញឲ្យវែងធ្វើបែបនេះផាំទៅ10 ដងវានឹងជួយឲ្យប្រព័ន្ធប្រសាទរបស់អ្នកមានលំនឹងឡើងវិញធ្វើទៅពិតជាមានប្រសិទ្ធភាពមែនប៉ុន្តែលោកសារឿនមនុស្សមួយចំនួនតែងតែបន្ទោសខ្លួនឯងថាហេតុអ្វីបានជាខ្ញុំទន់ជ្រាយម្ល៉េះតើយើងគួរដោះស្រាយជាមួយសម្លេងបន្ទោសខ្លួនឯងក្នុងចិត្តយ៉ាងដូចម្តេចនេះគឺជាចំណុចសំខាន់ណាស់សម្លេងបន្ទោសខ្លួនឯងគឺជាសត្រូវដ៏ធ្ងន់បំផុតយើងត្រូវរៀននិយាយទៅកាន់ខ្លួនឯងដោយដែលយើងនិយាយទៅកាន់មិត្តភក្តិដែលយើងស្រឡាញ់បំផុតបើមិត្តរបស់អ្នកកំពុងយំតើអ្នកនឹងបន្ទោសគេឬអ្នកនឹងអូគេចូលបដោក្តីមេត្តាដល់ខ្លួនឯងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានពាក្យសម្ដីរបស់លោកពិតជាមានអត្ថន័យណាស់ចូលចំពោះការផ្លាស់ប្ដូរបរិយាកាសជុំវិញខ្លួនវិញតើវាអាចជួយបានកម្រិតណាជួយបានច្រើនណាស់ការចេញទៅក្រៅឲ្យត្រូវពលិខ្នៃបន្តិចការដើរលើសមោឬគ្រាន់តែការស្ដាប់តន្ត្រីដែលផ្ដោតកម្លាំងចិត្តអាចជួយផ្លាស់ប្ដូររលកខួរក្បាលរបស់យើងបានម្យ៉ាងទៀតការកាត់បន្ថយការមើលបណ្ដាញសង្គមដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងមិនល្អដូចគេក៏ជាការគ្រប់គ្រងអារម្មណ៍ដ៏ឆ្លាតវៃដែរពិតមែនហើយការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅលើ Facebook ឬ TikTok ជួនកាលធ្វើឲ្យយើងកាន់តែបាក់ទឹកចិត្តជោគបើនិយាយពីការស្វែងរកជំនួយពីអ្នកដទៃវិញកុំនៅម្នាក់ឯងក្នុងភាពងងឹតអីការនិយាយចេញមកក្រៅជាមួយមនុស្សដែលអ្នកទុកចិត្តឬការស្វែងរកសេវាប្រឹក្សាផ្លូវចិត្តពីអ្នកជំនាញគឺជាទង្វើដ៏ក្លាហានបំផុតអ្នកមិនចាំបាច់ដើរលើផ្លូវដ៏លំបាកនេះម្នាក់ឯងនោះទេជំនួយមាននៅជុំវិញអ្នកឲ្យតែអ្នកព្រមបើកចិត្តទទួលអរគុណលោកសារឿនខ្លាំងណាស់សម្រាប់ការចែករំលែកដ៏មានន័យនាថ្ងៃនេះមុននឹងបញ្ចប់តើលោកមានពាក្យពេចន៍ចុងក្រោយអ្វីខ្លះសម្រាប់អ្នកស្ដាប់ដែលកំពុងតស៊ូជាមួយបញ្ហានេះខ្ញុំចង់ប្រាប់អ្នកថាអ្នកមានតម្លៃលើសពីអ្វីដែលអ្នកកំពុងមានអារម្មណ៍នៅពេលនេះភាពងងឹតនេះវានឹងកន្លងផុតទៅដូចជាយប់ដែលត្រូវតែចំនួនដោយថ្ងៃអរុណរះសូមអត់ធ្មត់ជាមួយខ្លួនឯងហើយកុំបោះបង់ក្តីសង្ឃឹមឲ្យសោះអ្នកពិតជាអស្ចារ្យណាស់ដែលបានឆ្លងកាត់មកដល់ថ្ងៃនេះសង្ឃឹមថាអ្នកស្ដាប់ទាំងអស់គ្នានឹងទទួលបានកម្លាំងចិត្តពីការជជែកគ្នានេះសូមចងចាំថាការថែរក្សាចិត្តគឺសំខាន់ជាងអ្វីៗទាំងអស់អរគុណដែលបានតាមដានហើយយើងនឹងជួបគ្នានៅពេលក្រោយទៀតសួស្តី